នៅឯស្រុកស្រែដ៏សែនឆ្ងាយដាច់ស្រយាលផិតពីសំណង់ថ្មបូកនិងកំពែងមាសនៃរាជវាំងដ៏ស្កឹមស្កាយមានកូនប្រុសម្នាក់ឈ្មោះចិនតារាគីជាបញ្ញាវន្តក្រីក្រម្នាក់ដែលមានចិត្តស្រឡាញ់ការសិក្សាជាងជីវិតទោះបីជាផ្ទះសម្បែងគេគ្រាន់តែជាខ្ទាំកំសត់អំដោយម្លប់ឈើទាលចាស់ត្រឈឹងក្បែរមាត់ទន្លេបាទីដែលតែងបក់ផាត់ដោយខ្យល់រំហាយក៏ដោយរាល់ថ្ងៃគេតែងអង្គុយអានគម្ពីរសាលាចារឹកបកប្រាអត្ថបទបុរាណស្វះស្វែងរកចំណេះដឹងយ៉ាងមិនចេះរៀងស្ងួតឆ្នៃពីទាំងបែជាមានបុត្រីអ៊ុយអងប្រាក់នាមកេស៊ីរ៉តណែជាបុប្ផាប្រចាំត្រកូលអ្នកឧកញ្ញាដ៏មានឫទ្ធិអំណាចស្រស់សូភាលដាត់គេក្នុងនគរនាងមានរូបឆោមសំសួនទឹកមុខស្រស់ស្រាយទឹកចិត្តសប្បុរសធម៌ទោះជាត្រូវរស់នៅក្នុងគំនរទ្រព្យសម្បត្តិមហាសាលនិងក្រមក្រឹតវិន័យដ៏តឹងរឹងរបស់ឪពុកដែលជាអ្នកមានឥទ្ធិពលបំផុតក្នុងសម័យនោះក៏ដោយរាល់ពេលនាងចេញយាងកំសាន្តតែមានបរិវារហែហំមិនដាច់ជោគវាសនាបានកាត់ផ្ដាច់អ្នកទាំងពីរដាច់ពីគ្នាដូចមេឃនឹងដីដូចពមីថ្ងៃនឹងភាពងងឹតចន្ទរាជាផ្កាព្រៃដែលរីកស្ងៀមស្ងាត់គ្មានអ្នកណាស្គាល់ក្លិនក្រអូបចំណែកកេស៊ីរ៉តគឺជាផ្កាខឹងវាំងដែលត្រូវបានថែរក្សាយ៉ាងប្រុងប្រយ័ត្នបំផុតទោះជាយ៉ាងណាជោគវាសនាដ៏ល្វីងជូរចត់តែងតែមានរឿងដ៏ចម្លែកលាក់ទុកជានិច្ចដូចជាខ្យល់រំហាយមួយដែលអាចបក់ផាត់នាំក្លិនផ្កាព្រៃឲ្យទៅដល់ក្នុងវាំងបាននេះជាការចាប់ផ្ដើមនៃសេចក្តីស្នេហាដ៏អណោចអាធំដែលនឹងផ្លាស់ប្ដូរជីវិតអ្នកទាំងពីរជារៀងរហូតថ្ងៃមួយក្រោមពន្លឺថ្ងៃត្រង់ដ៏មានសភាពក្តៅហួតហាងកេសៃរ៉ាត់និងបរិវារបានហែហមឆ្លងកាត់ផ្លូវលំដាច់ស្រយាលក្បែរមាត់ទន្លេដែលជាកន្លែងចន្ទរាតែងអង្គុយអានសៀវភៅពេលនោះនាងបានទម្លាក់ផ្កាលំអងមួយតង់ដោយអចេតនាពីកម្រងផ្កាដែលគៀបជាប់នឹងសក់របស់នាងផ្កាលំអងពណ៌សផូរផង់នោះបានធ្លាក់ចុះមកជិតកន្លែងចន្ទរាអង្គុយហើយគេក៏បានលោកដៃទៅរើវីឡើងដោយថ្នមទាំងសម្លឹងមើលទៅស្រមោលរទេះដែលឃ្លាតទៅឆ្ងាយក្នុងចម្ងាយគ្នាដៅខ្លៃនោះភ្នែកអ្នកទាំងពីរបានប្រសពគ្នាត្រឹមតែមួយរំពេចមុននឹងនាងបន្តដំណើរទៅមុខទោះជាត្រឹមមួយថ្លែតតែរូបឆោមស្រស់សូភារបស់កេសៃរ៉ាត់បានដកជាប់ក្នុងអារម្មណ៍ចន្ទរាយ៉ាងជ្រៅចំណែកឯកេសៃរ៉ាត់ឯណោះវិញក៏មិនអាចបំភ្លេចបាននៃក្រសែភ្នែកដ៏មុតស្រួចបង្កប់ដោយភាពបិនប្រសពរបស់ចន្ទរាដែរវាដូចជាផ្កាមួយតង់នោះបានคล้ายជាចំណងចងភ្ជាប់ចិត្តគំនិតអ្នកទាំងពីរដោយមិនដឹងខ្លួនចាប់តាំងពីពេលនោះមកផ្លូវដែលកេស៊ីរ៉តធ្លាប់ឆ្លងកាត់ក៏ត្រូវបានផ្លាស់ប្ដូរទៅជាក្បែរមាត់ទន្លេកន្លែងដែលចន្ទរាតែងតែអង្គុយសិក្សានាងធ្លាប់ពុតជាទៅបន់ស្រន់ព្រះពុទ្ធសាសនាឬក៏ទៅមើលផ្កាឈូកដែលរីកក្នុងស្រះក្បែរមាត់ទន្លេនោះរាល់ពេលនាងចេញយាងកំសាន្តនាងតែងតែសម្លឹងមើលទៅចន្ទរាដែលកំពុងអង្គុយអានសៀវភៅដោយទឹកមុខស្រទន់លាលំនឹងការចង់ដឹងចង់លឺពេលខ្លះនាងបានទុកផ្លែឈើឬធូបមួយបាច់តូចនៅលើថ្មនឿមាត់ទន្លេដែលជាទីកន្លែងដែលចន្ទរាតែងអង្គុយធ្វើជាយិនយាបូជាដល់វត្ថុស័ក្តិសិទ្ធិចន្ទរាក៏បានកត់សម្គាល់ឃើញនៅការផ្លាស់ប្ដូរនេះដែរគេតែងតែឆ្ងល់ថាតើអ្នកណាជាអ្នកយកផ្លែឈើនិងធូបទាំងនោះមកទុកតែគេក៏មិនហ៊ានសួរនាំក្លិនធូបនិងក្លិនក្រអូបពីផ្កាដែលនាងពាក់តែងតែអណ្ដែតតាមខ្យល់រំលឹកពីវត្តមានដ៏ស្រស់ត្រកាលរបស់នាងដោយបានដឹងឮថាមានអ្នកអាថកំបាំងតែងមកដាក់យញ្ញបូជាចន្ទរាក៏សម្រេចចិត្តឆ្លើយតបទៅវិញរាល់ថ្ងៃគេតែងតែសរសេរកំណាព្យដកពីររណ្ដុំឬក៏ឃ្លាពេតដែលដកស្រង់ចេញពីគម្ពីរបុរាណដាក់នៅលើស្លឹកឈូកឬស្លឹកត្រាវរួចបន្សាត់វាតាមខ្សែទឹកទៅវិញកំណាព្យទាំងនោះមិនត្រូវបានសរសេរដោយផ្ទាល់ទៅនាងឡើយតែគេសរសេរជូនទេពធីតាឬទេវតាដែលថែរក្សាមាត់ទន្លេកេសេរ៉តតែងតែប្រមូលស្លឹកទាំងនោះមកអានដោយសម្ងាត់អត្ថន័យដ៏ជ្រាលជ្រៅនៃពាក្យពេទ្យចន្ទរាបានធ្វើឲ្យបេះដូងនាងរំជួលពាក្យពេទ្យទាំងនោះបានចារដកនៅក្នុងចិត្តរបស់នាងធ្វើឲ្យនាងកាន់តែមានអារម្មណ៍ជ្រាលជ្រៅចំពោះចន្ទរាវាគឺជាការសន្ទនារវាងចិត្តនិងចិត្តដែលគ្មានពាក្យសម្ដីណាមួយត្រូវបាននិយាយចេញមកឡើយតែអ្វីៗត្រូវបានបង្ហាញតាមរយៈកំណាព្យនិងការយកចិត្តទុកដាក់ថ្ងៃមួយក្នុងចំណោមបរិវារកេស៊ីរ៉តបានឮថាចន្ទរាកំពុងសិក្សាគម្ពីរបុរាណមួយដែលគេល្បីថាពិបាករកហើយមានតែអ្នកប្រាជ្ញចំណានប៉ុណ្ណោះទើបអាចយល់អត្ថន័យបានគម្ពីរនោះគឺនិយាយពីអាថាកំបាំងនៃផ្កាអសិរាដែលជាផ្កាតំណាងឲ្យចំណេះដឹងនិងស្នេហាបេះដូងរបស់កេស៊ីរ៉តលោតញាប់នាងមានចំណងខ្លាំងណាស់ក្នុងការសិក្សាពីគម្ពីរនោះព្រោះវាហាក់ដូចជាមានអ្វីដែលតាក់ទងនឹងជោគវាសនារបស់នាងបានស្រមៃចង់អាននិងយល់ពីអត្ថន័យជ្រាលជ្រៅដែលលាក់ទុកក្នុងអក្សរបុរាណទាំងនោះចំណងចំណូលចិត្តចំពោះចំណេះដឹងនិងការចង់ស្វែងយល់ពីបុរសដែលនាងលក់ស្រឡាញ់បានធ្វើឲ្យកេស៊ីរ៉តក្លាហានសម្រេចចិត្តនាងដឹងថានេះគឺជាឱកាសមួយដើម្បីចូលទៅចិត្តចន្ទរាដោយមិនឲ្យអ្នកណាម្នាក់សង្ស័យក្រោមហេតុផលការសិក្សាដោយបេះដូងពោពេញដោយក្តីរំភើបកេសៃរ៉តបានប្រាប់ស្រីបំរើចាស់ជាងចាស់ម្នាក់ដែលនាងទុកចិត្តបំផុតឲ្យទៅសុំចន្ទរាជួយបកប្រែគម្ពីរឬបង្រៀនអក្សរបុរាណដល់នាង
នាងបានពន្យល់ថានាងគ្រាន់តែចង់សិក្សាស្វែងយល់ពីចំណេះដឹងប៉ុណ្ណោះដំបូងចន្ទរាហាក់ស្តាក់ស្ទើព្រោះគេដឹងពីគម្លាតវណ្ណៈនិងគ្រោះថ្នាក់ដែលនឹងកើតឡើងតែដោយឃើញការតាំងចិត្តរបស់គេសៃរ៉តនិងចិត្តស្រឡាញ់ចំណេះដឹងរបស់នាងគេក៏ព្រមទទួលគេបានណាត់ជួបនាងនៅកន្លែងសម្ងាត់មួយដែលឆ្ងាយពីភ្នែកញាក់ផងដូច្នេះហើយក្រៅហេតុផលការសិក្សាអ្នកទាំងពីរក៏ចាប់ផ្ដើមជួបគ្នាដោយសម្ងាត់នេះជាការបើកទំព័រថ្មីមួយសម្រាប់ចំណងស្នេហ៍ដ៏អាថោកកំបាំងដែលចាប់ផ្ដើមរីកលូតលាស់បន្តិចម្ដងក្នុងចំណោមអក្សរនិងគម្ពីរបុរាណទាំងនោះកន្លែងដែលអ្នកទាំងពីរជ្រើសរើសសម្រាប់បង្រៀននិងរៀនគឺជាខ្ទមចាក់មួយដែលគេបោះបង់ចោលនៃការជ្រុងនៃសួនច្បារហ្វាំងដែលលាក់បាំងដោយដើមឈើធំៗនិងវលាផុតពន់វាជាទីកន្លែងដ៏ស្ងប់ស្ងាត់និងមានសុវត្ថិភាពពីក្រសែភ្នែកអ្នកផងរាល់ថ្ងៃរសៀលអ្នកទាំងពីរតែងតែជួបគ្នាទីនោះចន្ទរាតែងបង្រៀនគេស៊ីរ៉ាត់អក្សរបុរាណពីគម្ពីរអថាកំបាំងដែលមានរៀបរាប់ពីប្រវត្តិស្នេហានិងទស្សនវិជ្ជានៃជីវិតនាងបានរៀនដោយយកចិត្តទុកដាក់បន្ទាប់ហើយតែមានសំណួរជាច្រើនក្រោមពន្លឺថ្ងៃដែលចាំងទម្លឺស្លឹកឈើខ្យល់រំខាយបក់ផាត់ស្លឹកឈើល្វើយព្រមទាំងក្លិនក្រអូបនៃផ្កាព្រៃបានធ្វើឲ្យបរិយាកាសនៃកន្លែងនោះកាន់តែស្រស់ស្រាយនិងរ៉ូមែនទិកទីនេះបានក្លាយជាកន្លែងសក្ការៈបូជានៃចំណេះដឹងនិងចំណងស្នេហ៍ដ៏ជ្រាលជ្រៅរបស់ពួកគេថ្ងៃកន្លងផុតទៅយ៉ាងលឿនដូចជាទឹកហូររាល់ពេលដែលអ្នកទាំងពីរជួបគ្នាក្តីស្រឡាញ់ក៏ចេះតែរីកលូតលាស់កាន់តែជ្រៅទៅពាក្យសម្ដីរាប់មិនអស់គំនិតរាប់មិនអស់តែត្រូវបានចែករំលែកបានចងឆ្ពក់បេះដូងអ្នកទាំងពីរយ៉ាងរឹងមាំពីការបង្រៀននិងការរៀនបានคล้ายទៅជាការសន្ទនាពីបេះដូងមួយទៅបេះដូងមួយពួកគេបានដឹងថាពួកគេមានអារម្មណ៍ដូចគ្នាមានចំណងចំណូលចិត្តដូចគ្នានិងមានក្តីស្រមៃដូចគ្នាក្តីស្រឡាញ់ដ៏បរិសុទ្ធមួយបានរីកលូតលាស់ដោយមិនដឹងខ្លួនផ្កាអសារាដែលជាចំណងស្នេហ៍រវាងចន្ទរានិងកេសេរ៉ាត់បានរីកស្រស់បំព្រងយ៉ាងស្ងៀមស្ងាត់ក្នុងដែនសួនច្បារដ៏អាថាកំបាំងនោះពួកគេទាំងពីរបានដឹងថាពួកគេលែងអាចរស់នៅដោយគ្មានគ្នាទៅវិញទៅមកបានទៀតហើយទោះជាក្តីស្នេហ៍រីកលូតលាស់យ៉ាងណាក៏ដោយក៏ស្រមោលអង្ការនៃជោគវាសនាក៏ចាប់ផ្ដើមលួយបន្លាត់ផងដែរថ្ងៃមួយកេសេរ៉ាត់បានលើឪពុករបស់នាងពិភាក្សាគ្នាអំពីការរៀបចំអាពាហ៍ពិពាហ៍របស់នាងជាមួយមន្ត្រីធំម្នាក់ដែលមានវ័យចំណាស់និងមានអំណាចដំណឹងនេះបានធ្វើឲ្យបេះដូងរបស់កេសេរ៉ាត់ឈឺចាប់ដោយត្រូវគេចាក់ដោយកាំបិតនាងមិនអាចទទួលយកការរៀបការជាមួយបរិសុទ្ធដែលនាងមិនស្រឡាញ់បានឡើយព្រោះបេះដូងនាងត្រូវបានចន្ទរាគ្រប់គ្រងទាំងស្រុងរួចទៅហើយអារម្មណ៍ភ័យខ្លាចការឈឺចាប់និងភាពអស់សង្ឃឹមបានស្របស្រមោលពេញដួងចិត្តរបស់នាងដឹងថាក្តីស្នេហ៍របស់នាងជាមួយចន្ទរាត្រូវប្រឈមមុខនឹងឧបសគ្គដ៏ធំដែលអាចបំផ្លាញអ្វីៗទាំងអស់ដែលអ្នកទាំងពីរបានកសាងឡើងមិនយូរប៉ុន្មានមានតែយាមទ្វារម្នាក់ដែលលួចបំរើការងារឲ្យឪពុកកេសេរ៉ាត់បានកត់សម្គាល់ឃើញចន្ទរាតែងតែលួចលបចូលទៅក្នុងបរិវេណវាំងនៅពេលរសៀលគេក៏បានរាយការណ៍រឿងនេះទៅលោកអុកញ៉ាដែលប្រាប់ថាមានបុរសម្នាក់គួរឲ្យសង្ស័យលោកអុកញ៉ាដែលជាឪពុករបស់កេសេរ៉ាត់ជាមនុស្សតឹងរឹងនិងមិនដែលអនុញ្ញាតឲ្យមានរឿងបំពានវិន័យឡើយគេក៏បានចាប់ផ្ដើមមានការសង្ស័យតែលោកអុកញ៉ាមិនបានចាត់វិធានការភ្លាមៗឡើយគេគ្រាន់តែបង្កើនការយាមកាមនិងតាមដានដោយសម្ងាត់ប៉ុណ្ណោះសមោនៃគ្រោះថ្នាក់បានចាប់ផ្ដើមយាយីក្តីស្នេហ៍នៃអ្នកទាំងពីរទោះជាយ៉ាងណាចន្ទរានិងកេសេរ៉ាត់នៅតែបន្តលួចជួបគ្នាដោយមិនដឹងខ្លួនព្រោះពួកគេជឿជាក់លើក្តីស្រឡាញ់និងការប្រុងប្រយ័ត្នរបស់ខ្លួនដោយដឹងថាជោគវាសនារបស់នាងជិតដល់ទីបញ្ចប់កេស៊ីរ៉ាត់បានសម្រេចចិត្តប្រាប់ការពិតទាំងអស់ដល់ចន្ទរាអំពីការរៀបការដោយបង្ខំរបស់នាងទឹកភ្នែករបស់នាងបានហូរដោយមិនដឹងខ្លួនពេលនាងប្រាប់ពីភាពឈឺចាប់របស់នាងចន្ទរាក៏បានឈឺចាប់មិនចាញ់នាងឡើយគេបានស្បត់ថានឹងមិនបោះបង់ចោលនាងឡើយទោះជាត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតក៏ដោយគេបានអបនាងយ៉ាងណែនដោយសន្យាថានឹងស្វែងរកមធ្យោបាយដើម្បីគេចចេញពីវាសនាអាក្រក់នេះក្នុងបរិយាកាសដ៏សោកសៅនោះអ្នកទាំងពីរបានផ្លាស់ប្ដូរការថបមួយដែលជាសក្ខីភាពនៃសេចក្តីស្នេហាដ៏បរិសុទ្ធនិងជាការសន្យានៃភក្តីភាពផ្កាអសរាហាក់ដូចជាកំពុងយំសោកជាមួយអ្នកទាំងពីរហើយក្លិនរបស់វាក៏កាន់តែសែនស្រណោះស្រណោយមួយរយៈក្រោយមកពេលចន្ទ្រាកំពុងដើរត្រឡប់ទៅខ្ទមរបស់គេបានជួបនឹងអ្នកភូមិចំណាស់ម្នាក់ដែលធ្លាប់ស្គាល់គេតាំងពីក្មេងអ្នកភូមិរូបនោះបានប្រាប់គេដោយសម្ងាត់ថាឲ្យឈប់ទៅចិត្តវាំងទៀតព្រោះមានមនុស្សកំពុងតាមដានគេចន្ទ្រាហាក់មិនបានយកចិត្តទុកដាក់ចំពោះការព្រមាននោះឡើយព្រោះគេជឿជាក់លើក្តីស្នេហ៍របស់គេនិងគិតថាមិនមាននរណាម្នាក់នឹងហ៊ានធ្វើអ្វីគេឡើយគេបាននិយាយដោយសារថាគេគ្រាន់តែទៅបង្រៀនសិស្សប៉ុណ្ណោះ
มันមានអ្វីត្រូវព្រួយបារម្ភនោះទេការព្រមានបានខ្លាញ់យីខ្យល់បក់រំហើយមួយដែលមិនអាចផ្លាស់ប្ដូរចិត្តចន្ទ្រាបានឡើយគេនៅតែបន្តលក់ជួបគេស៊ីរ៉ាត់ដោយធម្មតាដោយមិនដឹងថាគ្រោះថ្នាក់ដ៏ធំមួយកំពុងរងចាំគេនៅខាងមុខដោយបានលើដំណឹងពីអ្នកតាមដានលោកអុកញ៉ាក៏សម្រេចចិត្តបន្សាក់ផែនការអ្នកទាំងពីរគេបានប្រាស្រ័យបំរើម្នាក់ដែលលួចបំរើការងារឲ្យគេឲ្យទៅហៅចន្ទរាមកបង្រៀនគេស៊ីរ៉ាត់នៅកន្លែងមួយដែលមិនធ្លាប់ទៅពីមុនហើយនៅពេលវេលាដែលមិនធ្លាប់ណាត់គ្នាចន្ទរាដែលកំពុងតែមានចិត្តរំភើបនឹងនឹកនាក៏បានទៅតាមការណាត់នោះដោយមិនបានសង្ស័យអ្វីបន្តិចណាឡើយគេបានគិតថានេះគ្រាន់តែជាការផ្លាស់ប្ដូរកន្លែងធម្មតាដើម្បីគិតពីក្រសែភ្នែកអ្នកផងប៉ុណ្ណោះតែនេះគឺជាអន្ទាក់ដ៏ខួខៅដែលឪពុកគេស៊ីរ៉ាត់បានរៀបចំទុកជាមុនចន្ទរាកំពុងតែដើរចូលទៅក្នុងអន្ទាក់ដោយបេះដូងពោពេញដោយក្តីស្រឡាញ់តែមិនដឹងថាអ្វីដែលកំពុងរងចាំគេនោះគឺសេចក្តីស្លាប់នោះទេពេលចន្ទរាទៅដល់កន្លែងដែលគេណាត់ជួបគេក៏ទើបបានចាប់ខ្លួនភ្លាមៗដោយក្រុមទាហានរបស់លោកអុកញ៉ាគេមិនបានតទល់ឡើយព្រោះគេដឹងថាគេគ្មានកម្លាំងអ្វីអាចតតាំងនឹងអំណាចរបស់លោកអុកញ៉ាបាននោះទេលោកអុកញ៉ាបានបំហាញខ្លួនដោយទឹកមុខក្រៀវក្រោធគេបានជេរប្រមាថចន្ទរាយ៉ាងចាស់ស្ដាយដែលចោទប្រកាន់ថាចន្ទរាហ៊ានបំពានវិន័យនិងប្រមាថកិត្តិយសគ្រួសាររបស់គេលោកអុកញ៉ាបានគំរាមថានឹងសម្លាប់ចន្ទរាចោលឲ្យបានលុទ្រាតនៃឃ្យូភ័យប្លែកបានស្រោបពេញខ្លួនរបស់ចន្ទរាគេដឹងថាជោគវាសនារបស់គេត្រូវបានកំណត់ហើយក្តីស្នេហ៍ដ៏បរិសុទ្ធរបស់គេត្រូវប្រឈមមុខនឹងសេចក្តីស្លាប់កេស៊ីរ៉តដែលលូតលប់តាមមើលពីក្រោយបង្អួចក៏បានឃើញហេតុការណ៍នោះទាំងអស់នាងមិនអាចទ្រាំទ្របានឡើយនាងក៏ស្ទុះរត់ទៅមុខឪពុករបស់នាងដោយលុតជង្គង់អង្វរកសុំក្តីមេត្តានាងបានស្រែកយំអង្វរកថាឪពុកសូមមេត្តាកុំសម្លាប់គេអីគេមិនបានធ្វើអ្វីខុសទេកូនស្រឡាញ់គេកូនមិនអាចរស់នៅដោយគ្មានគេបានទេពាក្យសម្ដីរបស់នាងបានធ្វើឲ្យលោកអុកញ៉ាកាន់តែមានកំហឹងខ្លាំងឡើងលោកអុកញ៉ាបានស្ដីបន្ទោសកេសរ៉តយ៉ាងចាស់ដៃដោយថានាងបានធ្វើឲ្យគេអាម៉ាស់មុខលោកអុកញ៉ាបានបញ្ជាឲ្យទីហ៊ានវ័យចន្ទរាយ៉ាងចាស់ដៃហើយបញ្ជូនគេទៅឃុំឃាំងក្រោយពីត្រូវគេវាយដំយ៉ាងធ្ងន់ធ្ងរចន្ទរាត្រូវបានគេបណ្ដេញចេញពីនគរលោកអុកញ៉ាបានប្រាប់ចន្ទរាថាបើគេហ៊ានត្រឡប់មកវិញទៀតគេនឹងត្រូវប្រហារជីវិតភ្លាមៗដោយមិនមានការលើកលែងឡើយចន្ទរាបានដើរចេញពីនគរដោយបេះដូងឈឺចាប់និងអារម្មណ៍អស់សង្ឃឹមរូបភាពរបស់គេស៊ីរ៉ាត់តែងតែលងបន្លាចគេមិនថាគេទៅទីណាឡើយគេបានយំសោកសង្រេងរហូតដល់សន្លប់បាត់ស្មារតីនេះគឺជាការបែកបាក់គ្នាដ៏អណោចអធមបំផុតរវាងអ្នកទាំងពីរក្តីស្នេហ៍របស់ពួកគេបានคล้ายជាអកុសលដ៏ធំដែលគ្មានអ្នកណាម្នាក់អាចជួយសង្គ្រោះបានផ្កាអុកសារ៉ាហាក់ដូចជាកំពុងយំសោកសង្រេងទឹកភ្នែករបស់វាបានស្រកចុះរយរាយពេញផ្ទៃផែនដីក្រោយពីបែកពីចន្ទរាកសិរតក៏ត្រូវឪពុករបស់នាងបង្ខាំងខ្លួននៅក្នុងបន្ទប់មិនឲ្យចេញទៅណាឡើយនាងត្រូវគេយាមយ៉ាងតឹងរឹងទាំងយប់ទាំងថ្ងៃនាងបានបាត់បង់សេរីភាពទាំងអស់លោកឧកញ៉ាបានប្រាប់នាងថានាងត្រូវតែរៀបការជាមួយមន្ត្រីធំរូបនោះឲ្យបានឆាប់បំផុតព្រោះគេខ្លាចក្រែងមានរឿងអាម៉ាស់មុខកើតឡើងទៀតនាងបានត្រាំតែយំសោកសង្រេងព្រោះគ្មាននរណាម្នាក់អាចជួយនាងបានឡើយកសិរតបានខ្លាយទៅជាសត្វស្លាបក្នុងទ្រុងមាសដែលគ្មានសេរីភាពនាងរស់នៅដោយគ្មានក្តីសង្ឃឹមព្រោះបេះដូងរបស់នាងបានស្លាប់បាត់ទៅហើយនាងបានត្រាំតែរងចាំថ្ងៃស្លាប់របស់នាងប៉ុណ្ណោះពីទីឃ្លាតឆ្ងាយចន្ទរានៅតែនឹកងាដល់កេស៊ីរតគ្រប់ពេលគេបានសម្រេចចិត្តប្រថុយជីវិតដើម្បីផ្ញើសារចុងក្រោយទៅនាងគេបានសរសេរគំនាបដ៏សែនសោកសៅមួយនៅលើស្លឹកត្រាវរួចហើយគេបានឲ្យអ្នកដំណើរម្នាក់ជួយយកទៅឲ្យគេស៊ីរ៉តគំនាបនោះពោពេញដោយក្តីស្រឡាញ់ភាពឈឺចាប់និងក្តីសង្ឃឹមដ៏សែនស្ដួចស្ដាងគេបានសង្ឃឹមថាសារនោះនឹងទៅដល់ដៃរបស់គេស៊ីរ៉តហើយនាងនឹងយល់ពីចិត្តរបស់គេតែគួរឲ្យសោកស្ដាយសារនោះត្រូវបានក្រុមទាហានរបស់លោកឧកញ៉ាចាប់បាននៅកណ្ដាលផ្លូវលោកឧកញ៉ាក៏បានដុតបំផ្លាញសារនោះចោលទាំងកំហឹងក្តីសង្ឃឹមចុងក្រោយរបស់ចន្ទរាក៏បានរលាយបាត់ទៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់គេស៊ីរ៉តក៏បានមកដល់នាងត្រូវបានគេស្លៀកពាក់ជាកូនក្រមុំយ៉ាងស្រស់ស្អាតតែផ្ទៃមុខរបស់នាងវិញហាក់ដូចជាគ្មានជីវិតនាងបានក្លាយជាកូនក្រមុំដ៏សែនសោកសៅបំផុតដែលគ្មានស្នាមញញឹមពិធីមង្គលការត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកធមមន្ត្រីធំៗជាច្រើនបានចូលរួមជាភ្ញៀវកិត្តិយសតែសម្រាប់គេស៊ីរ៉តវិញពិធីនោះហាក់ដូចជាពិធីបុណ្យសពរបស់នាង
បេះដូងរបស់នាងបានលោតញាប់ញ័រដោយការឈឺចាប់និងភាពអស់សំអឹមនាងបានសម្លឹងងើលទៅមុខឪពុករបស់នាងដោយទឹកមុខរៀបស្មើទាំងមិនបាននិយាយអ្វីបន្តិចនាងដឹងថាគ្មានអ្វីអាចជួយនាងបានទៀតឡើយ នៅពេលពិធីមង្គលការត្រូវបានបញ្ចប់កេសីរ៉ាត់បានដួលសន្លប់បាត់ស្មារតីនៅនឹងកន្លែងគ្មាននរណាម្នាក់ដឹងថាមានរឿងអ្វីកើតឡើងចំពោះនាងឡើយតែមានតែនាងម្នាក់ប៉ុណ្ណោះដែលដឹងថានាងបានលេបថ្នាំពុលដើម្បីបញ្ចប់ជីវិតរបស់នាងដង្ហើមចុងក្រោយរបស់នាងបានឧទ្ទិសទៅកាន់ចន្ទរាដែលជាក្តីស្រឡាញ់តែមួយគត់របស់នាងផ្កាអក្សរាដែលជាចំណងស្នេហ៍របស់អ្នកទាំងពីរបានរយរੂដោយគ្មានសល់ព្រលឹងរបស់នាងបានហោះហើរទៅរកចន្ទរាចន្ទរាដែលកំពុងដើរយ៉ាងឯកាក៏មានអារម្មណ៍ថាបេះដូងរបស់គេឈឺចាប់យ៉ាងខ្លាំងដោយមិនដឹងមូលហេតុគេបានដឹងថាគេបានបាត់បង់កេស៊ីរ៉េតជារៀងរហូតគេបានក្លាយទៅជាបញ្ញវន្តឯកាដែលមានតែការចងចាំនិងភាពសោកសៅនៅក្នុងបេះដូងរបស់គេជារៀងរហូតក្តីស្នេហ៍របស់ពួកគេបានក្លាយជាចំណងរឿងព្រេងនិទានដ៏សែនសោកសៅដែលត្រូវបានមនុស្សជំនាន់ក្រោយរំលឹកដល់ជានិច្ច